ចូលសាច់រឿងរបស់យើងថ្ងៃហ្នឹងគឺខ្ញុំទទួលបានសាច់រឿងមួយពីប្អូនប្រុសម្នាក់តែគាត់បាននិយាយអំពីរឿងរបស់តាគាត់តែគាត់បានរស់នៅក្នុងព្រៃហើយព្រៃមួយនោះអ្នកនរគ្នានឹងស្គាល់ថាព្រៃហ្នឹងមានឈ្មោះអីច្បាស់ហើយអ្នកនរគ្នាព្រៃហ្នឹងគឺមានឈ្មោះថាភ្នំត្បែងមានជ័យអូខេព្រៃមួយដែលមានឈ្មោះថាភ្នំត្បែងមានជ័យហើយរឿងនេះគឺបានកើតឡើងនៅលើក្រុមគ្រួសារដែលជាចេតារបស់ប្អូនប្រុសម្នាក់តែគាត់មានឈ្មោះថាលៃវណ្ណៈដែលគាត់បានប្រាប់រឿងរ៉ាវពីដំណើរដើមទងដែលរឿងកាលដែលលោកតារបស់គាត់ចូលព្រៃដោយសារតែមូលហេតុកាលនឹងគឺនៅក្នុងសង្គ្រាមហើយតារបស់គាត់បានចូលទៅនៅក្នុងព្រៃហ្នឹងហើយគាត់បានស្នាក់អាស្រ័យនៅក្នុងព្រៃហ្នឹងវាចំនួនលើសខ្វះ1ខែជាងបាននិយាយថា1ខែកន្លះដែលគាត់បានរស់នៅក្នុងភ្នំត្បែងមានជ័យអូខេអញ្ចឹងចាប់ចូលសាច់រឿងរបស់យើងលោកតាម្នាក់ លោកតាម្នាក់ដែលគាត់មានឈ្មោះថាលោកតាឈៀវគឺត្រូវជាតារបស់ប្អូនប្រុសម្នាក់នេះលៃរតនៈលៃវណ្ណៈមិនដឹងលៃរតនៈទេណាព្រោះខ្ញុំអានឈ្មោះអីខុសអធិស្ឋានដែលត្រូវជាតារបស់ប្អូនប្រុសម្នាក់ហ្នឹងហើយគាត់ក៏បានដំណើររឿងរ៉ាវដែលលោកតាគាត់បានជួបរឿងព្រៃប្រលឹងដែលបានមកលេងលោកតានៅក្នុងព្រៃពីដើមហេតុដំបូងលោកតាគាត់អត់បានចាំឆ្នាំទេថាអំឡុងពេលដែលឆ្នាំដែលគាត់បានចូលទៅនៅក្នុងភ្នំត្បែងមានជ័យហ្នឹងនៅចន្លោះឆ្នាំណាតែគ្រាន់តែគាត់ដឹងថាវានៅក្នុងសម័យសង្គ្រាមកាលហ្នឹងគឺវានៅក្នុងសម័យសង្គ្រាមយល់ទេដល់ពេលហ្នឹងដែរអ្នកនរគ្នាលោកតាគឺគាត់បានព្រាត់កូនគាត់ព្រាត់ប្រពន្ធគាត់ហើយគាត់ទៅជាមួយនឹងមិត្តភក្តិគាត់ជាខ្លើម្នាក់គាត់ម្នាក់ទៀតតែជាខ្លើម្នាក់គាត់នឹងម្នាក់ទៀតគឺជាកូនខ្មែរកាត់ឡាយយល់ទេជាកូនខ្មែរកាត់ឡាយមិត្តភក្តិដែលជាខ្លើម្នាក់លោកតាហ្នឹងគឺលោកតាទី2ហ្នឹងមានឈ្មោះថាតឿនលោកតាតឿនតែនៅជាមួយនឹងលោកតាហ្នឹងនៅពេលដែលគាត់នៅគាត់ពីរនាក់ក៏បានចូលទៅក្នុងព្រៃហ្នឹងហើយពួកគាត់គឺអត់ចេះមុនអាគមអីដូចលោកអ៊ំជោតឬក៏លោកអ៊ំយ៉ានឬក៏លោកអ៊ំដេតឬក៏លោកអ៊ំសនទេគឺគាត់អត់ចេះមុនអាគមដោយលោកតាទេគឺគាត់ទៅលងមូលសោះតែគ្រាន់តែគាត់ដឹងអំពីការរស់នៅក្នុងព្រៃគាត់ក៏បានចូលទៅស្នាក់អាស្រ័យនៅក្នុងព្រៃហ្នឹងថ្ងៃដែលគាត់បានចូលហ្នឹងគឺគាត់បានចូលទៅក្នុងព្រៃចន្លោះទៅខ្ទង់ម៉ោងលប៉ះនៅខ្ទង់ម៉ោង10ព្រឹកដែលគាត់បានចូលទៅព្រៃហ្នឹងដោយសារតែកាលហ្នឹងមានការផ្ទុះអាវុធគាត់ក៏សម្រេចចិត្តរត់ចូលទៅក្នុងព្រៃឲ្យពីអ្នកពូម៉ាក់ខ្លាម្នាក់ដែរគឺលោកតាតឿនដែលបានចូលទៅក្នុងព្រៃហ្នឹងនៅពេលដែលគាត់ចូលទៅហ្នឹងគាត់ក៏មិនបានចូលជ្រៅណាស់ណាដែរគាត់មិនដូចជាបានចូលជ្រៅទេគឺអាចថារយៈចកេះភ្នំឬក៏ត្រឹមអាចនិយាយថាសក្តាភ្នំបានន័យថាជើងភ្នំអីចឹងជាដើមគាត់ក៏បានចូលទៅស្នាក់អាស្រ័យនៅក្នុងហ្នឹងគាត់ក៏បានពូនសង្ងំសិនដោយសារគាត់ខ្លាចមានតែហ៊ានមកបាញ់ពួកគាត់ក៏សង្ងំលាក់ខ្លួននៅក្នុងព្រៃនេះសិនដោយគាត់អត់បានរៀបចំដូចជាថ្នាក់ឬក៏រៀបចំកន្លែងទីតាំងដែលពួកគាត់ត្រូវរៀបចំខ្លួនឲ្យសម្រានទេគឺគាត់អាឡ័យតែប្រកាប់ខ្លួនសិនរហូតតាំងពីម៉ោង10ព្រឹកដែលគាត់ដើរចូលទៅក្នុងព្រៃហ្នឹងដល់កន្លែងដែលគាត់ឈប់ហ្នឹងគាត់ថាលបាក់អាចខ្ទង់ម៉ោង2ដល់10ទៅម៉ោង1ហ្នឹងគឺថ្ងៃរួចពួកគាត់ក៏បានចូលទៅសង្ងំនៅកពតព្រៃមួយគាត់ថាព្រៃហ្នឹងវារៀងក្រាស់ដែរកពតព្រៃហ្នឹងណាហើយគាត់ថាភ្នំត្បែងគឺសបោថ្មណាស់គឺសបោថ្មច្រើនហើយថ្មពីដើមធំគាត់ក៏ពួននៅកន្លែងហ្នឹងសោះគាត់ក៏មិនទាន់ហ៊ានចេញមកក្រៅដែររហូតតតែដល់យប់អាចនិយាយបានថាចន្លោះនៅក្នុងតរវេលាម៉ោង7ឬក៏ម៉ោង6ហ្នឹងឯងគឺថ្ងៃវាអស់ស្ដង់កត់ហើយគោវាចូលក្រោលពួកគាត់ក៏មិនទាន់ហ៊ានចេញមកក្រៅដែរហើយពួកគាត់អត់មានភ្លើងអត់មានចន្លោះអត់មានអីទាំងអស់គឺប្រឡងមូលទាំងអស់មកនៅពេលដែលពួកគាត់ចូលទៅជប់ឡើងគាត់ក៏បានចេញពីកន្លែងដែលគាត់បានចូលទៅពាក់គាត់ពួនខ្មាំងកភ្លើងដែលគេត្រូវបាញ់ហ្នឹងណាតាហ៊ានហ្នឹងណាគាត់ក៏បានចេញពីកន្លែងហ្នឹងមកវិញនៅពេលដែលគាត់ចេញពីកន្លែងហ្នឹងមកវិញអ្វីដែលគាត់សង្កេតហ្នឹងគាត់បានត្រឹមដឹងថាចេះហ្នឹងហើយ
គាត់បានដឹងត្រឹមថាចេះលោកតាគាត់និយាយទៅកាន់លោកតាទឿននឹងថានៅព្រៃមួយនេះនៅតំបន់ដែលយើងកំពុងតែនៅនេះនៅកន្លែងនេះអាចជាមានរបស់គេហើយគឺគាត់ចង់សម្ដៅទៅលើមិនដឹងថាជារបស់អ្នកឬក៏ជារបស់ព្រាយឬក៏មានសត្វអីផ្សេងគាត់អត់ដឹងទេគ្រាន់តែគាត់មានអារម្មណ៍ថាមានរបស់អីដែលនៅចិត្តនឹងហើយគាត់តែមានអារម្មណ៍អញ្ចឹងនៅពេលដែលគាត់និយាយចឹងរួចមិត្តភក្តិគាត់លោកតាទឿនហ្នឹងក៏គាត់និយាយថាអត់អីទេហើយចាស់ពីដើមគេចូលព្រៃគេអាស្រ័យដេកនៅក្រោមឯដូចលោកអ៊ំជោតឬក៏លោកអ៊ំយ៉ានអេលោកអ៊ំដេតចឹងគឺពួកគាត់នាំគ្នាធ្វើធ្នាក់ដេកនៅខាងលើគឺពួកគាត់ឡើងទៅសម្រាននៅខាងលើតែការធ្វើធ្នាក់របស់គាត់ណាអ្នកទាំងអស់គ្នាគាត់ថាមិនមែនធ្វើធ្នាក់ដូចមកយើងអាចគេងបានស្រួលទេព្រោះវាយប់ហើយមានតែកាច់មេឃឈើយកទៅដាក់នៅលើគងប្រធ្នាក់គឺបានន័យថាដើមឈើដែលវាមានមេឃច្រើនគឺធ្វើកន្លែងទឹកគេងសិនសម្រានសិននៅយប់ហ្នឹងណាគាត់ក៏បាននិយាយថាចេះដូចនៅអ្វីដែលគាត់បានគិតអញ្ចឹងដូចនៅអ្វីដែលគាត់មានអារម្មណ៍ចឹងគឺពិតជាមានពលឹងឬក៏មានរបស់អ្នកមេឃគាត់ថាយប់ឡើងណាចន្លោះនៅខ្ទង់ម៉ោង8ទៅម៉ោង9យប់ក្រោយពេលដែលគាត់បានឡើងទៅលើរួចគាត់ថានៅខាងក្រោមគាត់ថាមនុស្សអត់ងាយមកដើរនៅក្នុងព្រៃបែបហ្នឹងទេតែគាត់ក៏អត់បានដឹងថានឹងជាព្រាយខ្លាជាព្រាយខ្មោចជាព្រាយព្រៃជាខ្នាត់ព្រាយជាព្រាយជាខ្នាត់ព្រៃទេតែគាត់បានឃើញមនុស្សក្មេងល្បាក់អាយុខ្ទង់7 8ឆ្នាំមានប្រុសមានស្រីប្រហែលជា4ទៅ5នាក់គឺបានតើនៅកន្លែងគាត់នឹងហើយវាឡើងទៅឈរនៅលើកពតថ្មធំហ្នឹងវាឡើងទៅឈរនៅលើហ្នឹងហើយគាត់បានឃើញហ្នឹងដោយសារតែវាជាសម្ោលខ្មៅរបៀបថាវាល្ងឹតនៅក្នុងព្រៃទាំងដែលគាត់អត់មានភ្លើងអត់មានអីទាំងអស់គ្រាន់តែគាត់មានអារម្មណ៍ហើយនឹងបានឃើញជាព្រាលថាមានមនុស្សប្រុសស្រីក្មេងបានដើរនៅក្រោមដើមឈើដែលគាត់បានគេងហ្នឹងគឺដើរនៅក្រោមហ្នឹងហើយវាឡើងទៅលើអាកពតព្រៃនិងអាកពតថ្មដែលវាដុះហ្នឹងដែលនៅកន្លែងហ្នឹងគឺវាឡើងទៅកន្លែងហ្នឹងណានៅអំឡុងពេលដែលគាត់ឃើញអញ្ចឹងគាត់ក៏អត់មាត់ដែរអ្នកដែលគេចូលព្រៃគឺគេតំណមាត់គេអត់និយាយអីផ្ដេសផ្ដាស់ទេហើយអ្នកដែលឃើញគឺទាំងពីរនាក់លោកតានិងតែម្ដងគឺគាត់បានឃើញទាំងពីរនាក់ថាមានឃើញក្មេងហ្នឹងដើរនៅក្រោមធ្នាក់របស់គាត់មែនតែពួកគាត់ក៏លាក់មាត់មិននិយាយរហូតតតែដល់ម៉ោងល្បាក់ចូលចិត្តម៉ោង9កន្លះក៏ពួកនឹងគេដើរទៅវិញតែមិនដឹងថាគេដើរទៅណាគេដើរចុះភ្នំគេឡើងភ្នំគឺគាត់អត់ដឹងទេគាត់ដឹងត្រឹមថាពួកនឹងក៏ដើរទៅវិញតែសភាពនៅក្នុងការដើររបស់ពួកនឹងគឺខុសពីមនុស្សយើងសភាពនៅក្នុងការដើររបស់ពួកគេដូចជាក្តារស្គីអញ្ចឹងគឺលឿនខ្លាំងមែនតើដើរដូចមនុស្សយើងអញ្ចឹងគ្រាន់តែគេដើរលឿនជាងមនុស្សយើងគេដើរសឹបក៏បាត់អស់លេចទៅក៏បាត់ពួកនឹងអស់ក៏មកសបកក្រោយមកអានេះតាមអ្វីដែលលោកតាគាត់មានប្រសាសន៍ទេគាត់ថាព្រៃពីដើមណាគឺព្រៃមានពលឹងព្រៃចេះនិយាយព្រៃចេះសើចគឺចង់សម្ដៅទៅលើទៅក្នុងព្រៃថានៅក្នុងព្រៃពីមុនមានវិញ្ញាណច្រើនមែនទេលបាក់នៅខ្ទង់ម៉ោង9ជាង7:10នៅចន្លោះម៉ោងស្មានហ្នឹងណាគាត់ថាអ្នកដែលនៅក្នុងព្រៃគឺមានច្រើនណាស់មិនមែនមានតែ5នាក់ហ្នឹងទេគឺមានច្រើនមែនទេគាត់ថាសំឡេងតែធ្វើជាសំឡេងឬក៏គេនិយាយគ្នាក៏ចាប់ផ្ដើមឮសំឡេងពីទិសខាងលិចមកឮសំឡេងគេនិយាយគ្នាដូចជាសំឡេងប្តីប្រពន្ធកាប់អុសដូចជាសំឡេងដែលគេចូលមកក្នុងព្រៃរោស័ព្ទអញ្ចឹងសំឡេងនឹងចាប់ផ្ដើមនិយាយពីឆ្ងាយរហូតមកដល់ចិត្តសំឡេងនឹងចាប់ផ្ដើមនិយាយបន្តកតុយគ្នារហូតអត់បាត់បន្ទាប់ពីសំឡេងដែលបាននិយាយនឹងហើយក៏វាស្ងាត់រហូតតទៅដល់ទៀនភ្លឺស្រាប់ទៅដល់ទៀនភ្លឺរឿងនេះខ្ញុំសូមបញ្ជាក់បន្តិចណាអត់ខុសពីរឿងអ៊ំយ៉ានទេណាស្តៀងគ្នាមកគាត់ក៏និយាយថានៅចន្លោះទៀនភ្លឺមានជ្រូកព្រៃមួយធំមែនទែនគាត់ថាមានជ្រូកព្រៃធំណាស់អត់ដឹងថាជ្រូកព្រៃហ្នឹងមានអ្នកកាន់ឬក៏អត់ទេ
តែដឹងថាវាមកឈ្មោលនឹងដើមឈើដូចថាមិនដឹងថាវាមកឈ្មោលកាច់ថ្មងឬក៏វាមកឈ្មោលរោអីស៊ីយើងអត់ដឹងទេគាត់ក៏អត់បានដឹងដែរគ្រាន់តែដឹងថាអង្គើដើមឈើគឺពេលដែលគាត់កលេចពីលើដើមឈើចុះទៅក្រោមណាគាត់បានឃើញជ្រូកព្រៃមួយខ្មៅគឺបានមកឈ្មោលដើមឈើហ្នឹងឈ្មោលប្រហែលជា10នាទីក៏វាចេញទៅវិញបាត់ទៅព្រឹកឡើងគាត់ក៏ចុះពីលើថ្នាក់របស់គាត់មកវិញគាត់ក៏បានចាប់ផ្ដើមរៀបចំថ្នាក់ម្ដងទៀតហើយអ្នកនៅក្នុងព្រៃសួរសំណួរសួរថាតើពួកគាត់បានអីហូបគឺពួកគាត់អាស្រ័យទៅលើសត្វព្រៃទាំងអស់គ្នានៅពេលដែលគាត់ចាប់បានសត្វខ្លះនៅក្នុងនោះមានក្តាន់ញែងមានទន្សាយមានមាន់ព្រៃគឺពួកគាត់ចាប់យកមកហូបដើម្បីចំអែតកាពះគាត់យល់ទេហើយសួរថាគាត់មានអង្គមកពីណាច្បាស់ជាមានហើយវាមិនអត់ទេដោយសារពួកគាត់លួចចេញពីព្រៃទៅលួចរបស់គេខ្ញុំនិយាយអស់មកក៏ប៉ុន្តែបើត្រូវនិយាយឡើងនឹងនេះស្អីវាមានពាក់ព័ន្ធនឹងវិធីការលួចតែខ្ញុំនិយាយអស់ឲ្យនៅតាមតែឆ្ងល់នៅចូលយប់ទី2នៅចូលយប់ទី2គាត់ក៏បាននិយាយថាយប់នេះមកខុសជាងយប់មិញត្រឹមតែជាក្មេងមកលេងនៅក្រោមដើមឈើមកក្រោមថ្នាក់របស់គាត់ហើយនឹងមានអីប្លែកៗនៃការនិយាយតែយប់នេះគឺខុសពីយប់ម្សិលមិញគឺវាបដូរពីរូបរាងមនុស្សក្មេងអាយុខ្ទង់7 8ឆ្នាំមកជាមនុស្សចាស់2នាក់តែអ្វីដែលឥឡូវខ្ញុំនិយាយចេះតែទាំងអស់គ្នាហេតុផលដែលខ្ញុំដាក់ពាក្យថាព្រៃព្រលឹងដោយសារហើយអ្វីដែលគាត់ជួបគឺគ្រាន់តែជាព្រាយដែលនៅក្នុងព្រៃទេតែបើសិនជាព្រាយខ្លាមែនលោកតាគឺគាត់អត់មានបញ្ជនដល់ឥឡូវទេព្រោះទី1ពួកគាត់អត់ចេះអីទាំងអស់ទី2ថ្នាក់គាត់ក៏វាមិនរឹងមាំទី3គាត់អត់មានអាវុធការពារដៃទេហើយគុំស្រាំមើលអញ្ចឹងបើសិនជាគាត់ជួបព្រាយខ្លាមែនលោកតាទាំងពីរគឺគាត់អត់រួចជីវិតទេហើយណាមួយគាត់អត់បានចូលទៅក្នុងព្រៃជ្រៅផងយល់អត់អញ្ចឹងយប់ទី2ដែលគាត់បានជួបគឺមនុស្សចំណាស់ស្រី2នាក់មនុស្សចំណាស់ស្រី2នាក់ម្នាក់កាន់ល្អីម្នាក់ទៀតកាន់កណាត់ស2នាក់ហ្នឹងបានដើរមកក្រោមថ្នាក់របស់គាត់ដើរមកក្រោមថ្នាក់គាត់ដើរកលឹងថ្នាក់តែអត់មើលមកខាងលើទេអត់មើលមកពួកគាត់ខាងលើទេហើយលោកតាគាត់លួចមើលតាមប្រឡោះថ្នាក់របស់គាត់លួចមើលតាមថ្នាក់ហើយថ្នាក់ដែលគាត់បានរៀបហ្នឹងជាថ្នាក់ដែលមានស្លឹកឈើបាំងវាអញ្ចឹងគាត់អាចនិយាយថាគេមើលគាត់មិនឃើញក៏មិនដឹងដែរអានឹងជាចំណុចមួយដែលខ្ញុំអត់ទាន់និយាយទេណាតែគ្រាន់តែគាត់និយាយថាគាត់លួចមើលនៅតាមថ្នាក់របស់គាត់ចុះមកក្រោមណាអ្វីដែលគាត់ឃើញគឺមនុស្សស្រី2នាក់ហ្នឹងចំណាស់ខ្ទង់អាយុ70ទៅ80 2នាក់ហ្នឹងបានដើរនៅក្រោមធ្នឹមរបស់គាត់ហ្នឹងប្រហែលជា2ជុំហើយក៏បានដើរទៅច្បូតស្លឹកឈើដាក់ទៅក្នុងល្អីរបស់គាត់ហើយយើងអត់ដឹងថា2នាក់ហ្នឹងមកច្បូតស្លឹកឈើដាក់ល្អីគាត់ធ្វើអីទេគាត់ក៏មិនដឹងខ្ញុំក៏អត់ដឹងដែរពេលដែលច្បូតហើយ2នាក់ហ្នឹងក៏គេដើរទៅបាត់ទៅដើរសម្ដៅទៅទិសខាងកើតវិញអញ្ចឹងណាដើរទៅទិសខាងកើតបាត់ទៅនៅពេលដើរហើយលោកតាក៏គាត់ដឹងថាអាចជាមានរបស់អីមកបើមិនជាសត្វរបស់អ្នកអាចនឹងជាព្រលឹងដែលនៅក្នុងព្រៃហ្នឹងហើយយប់ហ្នឹងនឹងមានរបស់មកហើយដូចនឹងអ្វីដែលគាត់គិតអញ្ចឹងអ្វីដែលគាត់គិតគឺវាដូចគាត់ថាយប់ឡើងគឺពិតជាមកមែនតែការដែលមករបស់ពួកហ្នឹងគឺអត់បានដើរនៅនឹងព្រៃផ្ទាល់ទេពួកហ្នឹងមកតាមមេឃឈើពួកហ្នឹងមកអាចនិយាយថាវាដើរតាមស្លឹកឈើគាត់ថាសំលេងដូចគេកាច់ស្លឹកឈើបំបាក់ចុះទៅក្រោមអញ្ចឹងដូចគេកាច់ផុសកលាក់ចុះទៅក្រោមអញ្ចឹងគាត់ថាសំលេងណាមកពីអីមកពីខាងស្ដាំដៃរបស់គាត់មុនគេចន្លោះនៅខ្ទង់ម៉ោង1យប់គឺសំលេងនឹងមកហ្នឹងហើយគឺមកពីកន្លែងហ្នឹងណាសឹបស្លឹកឈើអត់អង្គើទេគាត់ថាស្លឹកឈើនឹងថ្កល់ស្លឹកឈើអត់មានអង្គើទៅណាទេតែឮសំលេងដូចគេកាច់មេឈើបំបាក់ចិត្តបានន័យថាពួកនឹងដើរមកតាមស្លឹកឈើគាត់ថាសលេងពាត់ពីខាងស្ដាំមកពាត់ខាងមុខគាត់ដើរមកចន្លោះពីខាងមុខគាត់ហ្នឹងរួចពាត់មកដល់ខាងក្រោយខ្នងគាត់វិញ
ហើយសំលេងតក់ដង្ហើមមនុស្សច្បាស់ណាស់នៅលើក្បាលរបស់គាត់នឹងមកគាត់ថាសំលេងដូចវាកំពុងដើរនៅលើក្បាលគាត់នៅវាដើរទៅលើចុងឈើខាងលើឬសំលេងវាដកដង្ហើមគាត់ថាសំលេងដែលបានដកដង្ហើមគឺនៅពីលើក្បាលគាត់តែគ្រាន់តែគេអត់ធ្វើអីគាត់អញ្ចឹងណាគេអត់ធ្វើអីគាត់រហូតតតែគាត់ចាំដល់ស្អែកឡើងទៀតរហូតតគាត់ចាំដល់ស្អែកឡើងនៅពេលដែលគាត់ចាំដល់ស្អែកឡើងព្រឹកព្រលឹមពួកគាត់លោកតាគាត់គិតថាកន្លែងហ្នឹងគឺជាកន្លែងរបស់គេអញ្ចឹងកុំនៅយូរពេកគាត់នឹងគាត់ដើរចេញពីកន្លែងហ្នឹងប្រហែលជាវាបើរាប់ជាគីឡូដីវាចង់ចូល4គីឡូដីហើយមកកលឹងភ្នំហ្នឹងហ្មងគាត់ក៏អាប់ផ្លាស់កន្លែងណាផ្លាស់កន្លែងមកនៅកន្លែងផ្សេងមកធ្វើធ្នាក់កន្លែងផ្សេងព្រោះគាត់ដឹងសភាពការថាបើគេបាញ់គ្នានៅក្រោមវាមិនមែនបាញ់មួយថ្ងៃពីរទេវាច្បាស់ជាសម្រុកបាញ់ហើយអញ្ចឹងវានឹងដូចថាវាបែកប្រទាយណាវាបុកទៅប្រទាយមួយទៀតហើយអញ្ចឹងគាត់ថាមកជុំហ្នឹងប្រហែលជាគាត់អាចវាយបានហើយវាយអញ្ចឹងអាចខ្ទាបថាមិនត្រូវវាយចូលទឹកដីថៃផងគាត់គិតទេណាដល់ពេលដែលគាត់គិតគាត់ថាវាយនេះអន់បំផុត10ថ្ងៃការវាយប្រទាយនេះអន់បំផុត10ថ្ងៃអញ្ចឹងគាត់អត់តចប់ទេហើយគាត់ថាគាត់ជើងចាស់គាត់ដឹងច្រើនអញ្ចឹងគាត់ក៏រៀបចំធ្នាក់កន្លែងផ្សេងដល់តែគាត់រៀបចំធ្នាក់នៅកន្លែងផ្សេងទៀតគាត់ថាគិតទៅមកភ្នំកន្លែងណាក៏ជាកន្លែងរបស់គេដែរវ៉ាឡៃគុំសាឡាមកន្លែងណាក៏ជាកន្លែងរបស់គេដែរមិនថាកពូលភ្នំចកេះភ្នំជើងភ្នំខ្នាច់ភ្នំឬក៏មួយភ្នំនឹងទាំងមូលគេដល់សិតសឹងតែជារបស់គេទាំងអស់សិតសឹងតែជាកន្លែងដែលវិញ្ញាណនៅទាំងអស់នឹងសត្វរបស់អ្នកនៅព្រីខ្លាដែលវានៅហើយខ្ញុំក៏បានចំណុចកន្លែងនេះខ្ញុំសំមកវងកញ្ចក់បន្តិចខ្ញុំក៏បានសួរទៅកាន់ប្អូនប្រុសម្នាក់ហ្នឹងដើម្បីឲ្យគាត់សួរលោកតាគាត់ថាលោកតាជឿតែលើភ្នំត្បៃនឹងមានព្រីខ្លាអត់គាត់ក៏ឆ្លើយប្រាប់ខ្ញុំដូចគ្នាគាត់ថាមានព្រីខ្លាលើភ្នំត្បៃមានច្រើនអញ្ចឹងនៅពេលដែលគាត់បានបដូរកន្លែងរួចអ្នកទាំងអស់គ្នាយប់ទី1គឺគាត់អត់ទាន់ដូចជាបានជួបអីច្រើនទេគ្រាន់តែឮសំឡេងសត្វតាសត្វវារត់នៅក្នុងព្រៃអញ្ចឹងពេលហ្នឹងគឺគាត់អត់ទាន់បានជួបអីតែស្អែកឡើងអ្វីដែលគាត់បានជួបគឺជួបនៅពេលថ្ងៃវិញពេលយប់គឺគាត់អត់បានជួបទេយប់ទី1ហ្នឹងតែគាត់មកជួបពេលថ្ងៃវិញហើយគាត់ថាជឿជាក់ថាអាចជារបស់អ្នកយើងសម្ដៅទៅលើអ្នកតាអាចជារបស់អ្នកឯងដោយសារអីពេលហ្នឹងគាត់ចាប់បានសត្វមន់ព្រៃវាទូគាត់ចាប់បានមន់ព្រៃហ្នឹងស្រាប់តែមានមនុស្ស2នាក់ដូចអ្នកគេកាប់អុកចឹងដូចអ្នកដើរគេដូចជាអ្នកដែលគេដើរមកកាប់អុកដូចជាអ្នកគេចូលព្រៃបោបាញ់ចឹងគាត់ថា2នាក់ហ្នឹងបានដើរមករកគាត់ហើយគាត់ភ័យដំបូងគាត់ភ័យណាគាត់ស្មានតែគេមកអីគោលម្ដងមិនល្អគាត់ថា2នាក់ហ្នឹងដើរបដល់គាត់ភ្លាមណាក៏ពេលតែដើរបដល់គាត់ភ្លាមក៏មកសួរគាត់ថាមកពីណាគាត់ក៏ឆ្លើយជាមួយគេដែលគាត់និយាយស្មោះត្រង់ថាគាត់ខ្លាចតែហ៊ាននៅខាងក្រោមគេបាញ់អញ្ចឹងគាត់អត់ហ៊ាននៅទេខ្លាចមានសង្គ្រាមបាញ់គ្នាគាត់ឡើងមកលើហើយក៏គេសួរគាត់ទៀតថាមកនឹងមកធ្វើអីគាត់ក៏និយាយស្មោះត្រង់ថាគាត់នឹងគ្រាន់តែមកកិច្ចគ្រាប់សំណបាញ់គាត់អត់មានចេតនាមកបំពេញអីរបស់គេទេ2នាក់ហ្នឹងគឺអត់និយាយជាមួយគាត់ទៀតទេ2នាក់ហ្នឹងគ្រាន់តែសើចដាក់គាត់ញញឹមដាក់គាត់ហើយ2នាក់ហ្នឹងក៏ដើរចេញបាត់ទៅតែលោកតាគាត់និយាយថាពេលដែលគាត់កំពុងតែនិយាយជាមួយ2នាក់ហ្នឹងណាអ្វីដែលគាត់សង្កេតបានគឺមាន2គាត់សង្កេតទៅលើគេមាន2ទី1កៅភ្នែកអ្នកទាំងពីរហ្នឹងអត់ដូចកៅភ្នែកមនុស្សជាងទេគាត់ថាភ្នែក2នាក់ហ្នឹងអត់ខ្មៅក្រឹបដូចពួកយើងឬក៏ទឹកគេថាទឹកអាឡូកឬក៏ភ្នែកចេញមកគេហៅថារបៀបបាយកាហ្វេគាត់ថាកៅភ្នែកអ្នកទាំងពីរហ្នឹងកៅភ្នែក2នាក់ហ្នឹងគឺមុតខ្លាំងមែនទេសឹងតែគ្រាប់ភ្នែកពេលដែលសន្លឹងមើលមកជើងណាគាត់ថាសឹងតែភ្នែកយើងមើលទៅចង់ស្វាំងវិញណាចង់ខ្វាក់ភ្នែកវិញគាត់ថាកៅភ្នែក2នាក់ហ្នឹងគឺមុតខ្លាំងមែនទែន
ហើយកៅភ្លេងពីរនាក់ហ្នឹងបែកជាងក្រហមព្រាកនៅក្នុងកៅភ្លេងហ្នឹងទី2អ្វីដែលគាត់បានសង្កេតទៅលើគាត់សង្កេតទៅលើ2នាក់ហ្នឹង2នាក់ហ្នឹងឈរឆ្អើតឈរអត់ដល់ដីទេបានន័យថាឈររៀងឆ្អើតជើងឡើងលើចេះដូចមនុស្សយើងនិយាយថាពាក់ស្បែកជើងកែងជើង2នាក់ហ្នឹងឈរអត់ដល់ដីទេគឺឆ្អើតឡើងមកហើយគាត់ឆ្ងល់ថា2នាក់ហ្នឹងមកពីណាដូចគ្នាព្រោះអីពេលហ្នឹងយើងគិតថាចេះនៅខាងក្រោមគេពងបាញ់គ្នាមិនក៏មានអារម្មណ៍ល្អឡើងមករោឈើមិនក៏មានអារម្មណ៍ល្អឡើងមកបាញ់សត្វព្រោះនៅខាងក្រោមគេពងបាញ់គ្នាម្នាក់រត់យកប្រាស់អាយុរោតែប្រេះជួយទេមិនក៏2នាក់ហ្នឹងចេញមកសិពាក់ដូចអ្នកគេកាប់អឬក៏គេមកបាញ់សត្វយើងគិតត្រឹមតែប៉ុណ្្នឹងបានហើយគាត់ក៏ដឹងថាម្លោះហើយ2នាក់នេះបើមិនមែនមនុស្សទេក៏របស់អ្នកដែរក៏របស់អ្នកដែរគាត់ថាគេអត់និយាយអីទេគេក៏ទៅបាត់ទៅយប់ឡើងគាត់ថាមួយខែដំបូងដែលនៅក្នុងព្រៃសឹងតែយប់ណាក៏គាត់បានជួបដែរយប់ណាក៏គាត់បានឃើញដែរពេលខ្លះជាមនុស្សស្រីពេលខ្លះជាមនុស្សប្រុសពេលខ្លះជាក្មេងពេលខ្លះជាចាស់ពេលខ្លះជាសត្វពេលខ្លះជាល្មាសពេលខ្លះជាតម្រៃពេលខ្លះជាក្តាន់ពេលខ្លះទៀតជាព្រះសង្ឃស្អីក៏មានដែរអ្វីក៏អាចធ្វើបានដែរនៅក្នុងព្រៃគេមានអំណាចដែរយប់ដែលគាត់បានជួបអ្នកទាំងពីរនឹងរួចយប់នឹងអូនឯងដឹងអ្វីដែលគាត់បានជួបទេអ្វីដែលគាត់បានជួបពេលហ្នឹងគឺគាត់បានជួបជាមួយនឹងមនុស្សប្រុសវ័យចំទង់2នាក់លបាក់ខ្ទង់អាយុ20ឆ្នាំ2នាក់ហ្នឹងអត់ដឹងថាដើរមកពីណាដូចគ្នាដើរមកដល់ចិត្តដល់ថ្នាក់ដែលគាត់នៅគាត់ថាដើរចិត្តមកដល់ថ្នាក់ហ្នឹង2នាក់ហ្នឹងសលឹងមើលមកខាងលើសលឹងមើលមកថ្នាក់គាត់ម្នាក់ហ្នឹងអូយយពូសពលណាម្នាក់ហ្នឹងបានសលឹងមកឃើញគាត់ហើយគឺបានឃើញលោកតាហើយតែអត់ធ្វើអីលោកតាគ្រាន់តែក្លែកមកឃើញងក់ក្បាលលោកដាក់លោកតាអញ្ចឹងហើយម្នាក់ទៀតឈោសលឹងមើលទៅក្រោមដើមឈើដូចសលឹងរោមើលអីចឹងដូចកំពុងសលឹងរោមើលស្អីចឹងណាមកសបកក្រោយមេចាប់អានតិចដូចគេចោកអាប់អញ្ចឹងអាកាសធាតុដូចប្រែប្រួលមកផ្លេតពីគ្នាគាត់ថាដំបងខ្យល់តិចធម្មតាស្រាប់តែគេ2នាក់នឹងមកដល់ភ្លាមណាសុបគាត់ថាតិចយកមែនទេណាអ្នកដែលបាត់កលេចឃើញគាត់ណាអ្នកនឹងអត់បាននិយាយអីក៏អត់បានធ្វើអីដែរគ្រាន់តែគូក្បាលគាត់ហើយ2នាក់នឹងដូចយូរស្អីយកមកឲ្យគាត់ចឹងពេលដែលមើលគាត់រួច2នាក់នឹងក៏តម្លាក់របស់ដែលមាននៅក្នុងដៃនឹងតម្លាក់ចុះក្រោមចេះរឿងជាការពិតអ្នកទាំងអស់គ្នាហើយរឿងនេះលោកតាគាត់ថាគាត់យកស្បត់ជីវិតគ្រួសាររបស់តកូលរបស់គាត់យកមកដាក់គឺតកូលឡៃគាត់ថាគាត់យកជីវិតតកូលឡៃមកដាក់ទាំងអស់ជាការពិតដែលគាត់បានជួបនៅលើភ្នំត្បែងមានជ័យគាត់ថា2នាក់នឹងតម្លាក់ក្រឹបចុះទៅក្រោមរួច2នាក់នឹងដើរចុះទៅភ្នំទៅវិញចុះពីលើភ្នំទៅវិញពេលដែលពួកនឹងដើរចុះគាត់អត់ហ៊ានចុះមកយករបស់ហ្នឹងឯងគាត់ក៏ដឹងថាយប់ឡើងវាមិនដែលគ្មានអ្នកណាហ៊ានដើរមកចាប់នេះលោកតាសង្ងំរហូតតតែព្រឹកឡើងស្អែកឡើងគាត់ចុះពីលើថ្នាក់មកមើលរបស់ដែលគេយកមកឲ្យអូនឯងដឹងស្អីគេអត់របស់ដែលគេយកមកឲ្យគឺអង្គចព្រៃគេយកមកឲ្យគាត់អញ្ចឹងបានអាននិយាយបានថាពលឹងមួយហ្នឹងជាពលឹងរបស់អាវ៉ាតអ្នកតាអាននិយាយថាគេការពារលោកតាគេយករបស់ហ្នឹងមកឲ្យអ្វីដែលលោកតាទទួលបានគឺអង្គហើយគាត់ថាមិនមែនត្រឹមតែអង្គទេណាគាត់ថាកបែលដាំបាយក៏យកមកឲ្យដែរកបែលដាំបាយមានកបែលមានសំងខ្ញុំមិនដឹងសំងនឹងស្អីគាត់លោកតាគាត់និយាយថាសំងនោះដូចនំបោះថៃនំកញ្ចប់គេនំបុកនំបួកមិនគេនោះខ្ញុំអត់ស្គាល់ទេនំហ្នឹងដូចរបៀបដូចថាគាត់ចុះទៅយកពីអ្នកស្រុកយកមកឲ្យគាត់នៅលើភ្នំអញ្ចឹងណាពួកដឹងប្រហែលជាលោកតាម្ចាស់ស្រុកម្ចាស់ព្រៃដែលថែរក្សានៅនឹងដឹងថាគាត់2នាក់អត់ឃ្លានកិច្ចពីក្របមនុស្សគេចិត្តល្អលោកតាជួយថែរក្សាយកអង្គចព្រៃយកមកឲ្យដល់លើភ្នំហូគាត់និយាយថាកន្លែងហ្នឹងគាត់ស្ពត់ដាក់ជីវិតតកូលឡៃទាំងមូលក៏បានដែរគាត់ថាច្បាស់ណាស់គឺយកមកឲ្យមកគាត់ក៏បានដឹងគុណណាម្ចាស់ស្រុកម្ចាស់ព្រៃនៅនឹងគាត់ក៏បានដឹងគុណគាត់ស្ពះទឹកស្ពះដីស្ពះដល់ធរណីអរគុណដែលម្ចាស់ស្រុកម្ចាស់ព្រៃថែរក្សាលោក
mình thơ bao lô bắt top dụcประมาณ khỏi biết đôi ta chụp ti môi chẳng vì miền kê màu miền hay chẳng á miền sầm lệ miền hay màu hai phía tếtแต่quạt chụp sao phía trái cứ quạt chụp mình đâu mong phía trái cứ ở sai quan chụp sạch mà nè chụp bắt top máu cứ vì nơi ta chụp chẳng dương bạn vậy của vì đôi ta hai ca cà bộ này có rùng lô mau ban và man quạt dục nâng tiết á lục ta quạt ban vậy thà che lư sầm lệ kê plong quạt ăn bom pot á nên này ăn bom pot á à tự dụng chê squat tự dụng chê chứ min plow à tự dụng chê bê re ai chẳng tư còn lòng sai sập ai chẳng tư sự miệt bài tha ai chẳng tư plow lư trong nông thằng mô lư plow đang trong nông thằng mô ô này lục ta đừng quan nhưภาษา tham mà chứ conแต่quạt lư cái plow qua với cái tha ô bánh lăng nông màyแต่เห็น xong say แต่เห็น ตัวลังพนม mày pro ấy bình che đái á lục ta vậy tha che cao vì muốn แต่เห็น về nơi lử chẳng bờ sợi tơ mau vì cái kỳ giật banh vì lử từ một cái banh về vì lử từ cái banh dùng độc chụp cào mày chẳng quạt cái tha và hai แต่เห็น ตัวลังlử đặt cái plow của đọt nâng màu bê cái rong ấy nữaนึกเคยไปเบกร้องเบให้อะนึกไปนึงอะดังลูกตาก็ท่ามาเจ๊เนี่ยเปรย์อัดเมียนเปล่าจมูกในไอเตเนี่ยเปรย์อัดเปล่าจมูกในไอเตก็ท่ามาจบนึงอะเนี่ยเปรย์อะดังเนี่ยเปรย์นั่งสบายแต่เลยวิญญาณในนึกของเปรย์นึงเนี่ยเปรย์เมากรอมเนี่ยกอดอัดกรอมมาพายเนี่ยเตเนี่ยเปรย์ลูกตาท้ามากรอมเนี่ยกรอมดันเชื่อคือปัจเจียระบอบเนี่ยกับออกเมนซับไตเหมือนเนื้อปีเตาเสียกับบันตับออกเสียบันกายปะเสียบันโปรเตอร์ต่ออายตัวสไลเปียกอายปะตั้งในกรอมเนี่ยมีเนี่ยคลางมือมาขังลือเตี้ยก็ทักโดยกิโจชนำขมายด้วยกิโจชนำขมายยังกรอมทะเลเสตตามันดูเกณฑ์ใหญ่เลยเหมือนที่ทอมมาได้เกณฑ์ใหญ่พิซซ่ายืงตั้งสมานตั้งปานปลายเสียเนื้อเต้ปวดแหกค่ะใหญ่ยากก็ทำใหญ่โดยมันดูชื่อโดยโจเพียเอาโดยเนี่ยในคลองสกพงยังก็ท้าสงัดกรอบติ๊กcái đai trên bị còng thằng này còn linh cái đai trên bị còng thằng này linh ăn miên mình đưa sốt bấy tâm mình nè ăn miên xong bấy tâm mình nè mong buôn cả lạc chiêng miên nè mặt ta quạt này lửa thằng này miên nè mặt ta sắp ở chợ lót đấy nè miên kê mặt ta quạt mong buôn cả lạc đừng quan về tham mà ghê ông lóng pe nắng quạt cặp bông tay sầm rá này miên mà nước màu vô tập bọn vay đào chơi quạt màu prap màu cua đào chụp búp màu cua làng cừ quạt nơi lửa này không nhẹ còng sai prap nhẹ lơ tha chân bị nâng màu crop mà đo là gai nè một phần sờ bón luôn nhưng một vậy phần sờ bón là kê mà prap quạt tha nhẹ lơ à cho màu tới khả năng vinh crop màu là gai màu prap ở rốt á pru đăng thật tiết cái plong crop màu hơi mà to lại nâng hơi mà hỏi tên hỏi rốt tới khả năng prap tư hỏi tăng tiết quạt á nực tha mền pri kha tê quạt nực tha mà cha sọc thuộc cái thọp vô em ơi quạt tăng mà lê thà nét ban mà ta nâng á mền pri kha tê có pri kha mền á nơi mình ban vô ấy mình mền quạt nơi đó đó lớn nâng tê quạt chọc cam kê á sầm rốt không ngứa chọc ở cào mà bắt nè nâng chân bắt nè mà cua ăn chơi như nâng bắt nè nâng chân rốt cam kê prap rốt man ta hai cả lắc cả lô đây lưu xô plong cào cái lấy cái quạt nơi nâng bên biang có tha hạt cào đọc cào tê bê cào đọc biang màu
គេមកប្រាប់ណាហើយរត់ណាយល់ទេគេរត់មកប្រាប់ណាអ្នកទាំងអស់គ្នារហូតចាប់តាំងពីពេលហ្នឹងលោកតាគាត់ថាមួយខែកន្លះដែលគាត់បានទៅលើភ្នំត្បែកមានជ័យស្ថានភាពបែបណាក៏គាត់ធ្លាប់ឃើញដែរគេលេងរូបបែបណាក៏យើងធ្លាប់ឃើញដែរគាត់ថាបើនិយាយពីពស់សត្វរបស់អ្នកអាណាខុនដាតូចជាងផកគាត់និយាយថាពស់ថ្លាន់យៈតូចជាងផកគាត់ថាពស់គិតតែគាត់ថាគាត់តែអញ្ចឹងគាត់អានតាមបាយប៉ោង3កន្លះតាមបាយនៅតាមបាយនៅទៅនឹងស្រាប់ថាអូនឯងដឹងមិនទេលឺសូរសំឡេងព្រឹបដូចមនុស្សយើងតាហ៊ានយើងរត់ចូលព្រៃអញ្ចឹងលឺសូរព្រឹបតទេអូនតទេអ្នករបស់អ្នក7គល់ថ្នោត7គល់ថ្នោតអូនរបស់អ្នកគិតមើលអូនលឺសូរព្រឹបចាប់ហៅជន់ព្រុលចាប់ហៅជន់ព្រុលអស់លេងក៏លេខទៅចុងភ្នែកមកស្វាច់ចេះទៅរបស់អ្នកកំពុងវាឡើងលើភ្នំរបស់អ្នកកំពុងវាឡើងលើភ្នំអត់ក្រោម7គល់ថ្នោតទេធំណាស់គល់ថ្នោតណាអូនបើយើងល្មមអញប្រាប់ជើងងាប់បងប្រាប់ឯងម៉ាត់ណាអូនបើសិនមិនថាអូនឯងថាបងហើយបើសិនជាបងជួបអញ្ចឹងដូចគ្នាអញលក់ព្រលឹងងាប់អញជ្រុះសក់ងាប់មិនបាច់ខ្មោចលងតន់ទេរបស់អ្នកលេងក៏ជ្រុះសក់ងាប់ដែររបស់អ្នកណាគេវាឡើងលើភ្នំបាត់ហើយបើនិយាយពីភ្លើងណាយើងនិយាយថាភ្លើងដូចជារឿងអំចោតអំយ៉ាងដោយលោកអូនពុទ្ធីគាត់និយាយគាត់ថាដុំភ្លើងទូចហោះគាត់ថាណោះអត់ទូចទេគាត់ថាមើលអារបៀបស្អីគេផ្កាយដូចកតុយឆ្វាចអញ្ចឹងគាត់ថាមើលអាហ្នឹងទៅគ្រាន់តែអានៅក្រោមដីវាធំអានោះវាទូចអាលើវាទូចអាក្រោមនេះវាធំគាត់ថាមែនប្រពន្ធឡានតម្រៃទឹកប្រពន្ធឡានទឹកគ្រាន់តែវាទៅដូចភ្លើងឆេះអេលៀនដូចទុំភ្លើងអាចផ្កាយធ្លាក់អញ្ចឹងគាត់ថាមកស៊ុបទៅអញ្ចឹងកាត់មុខគាត់មកឆ្វាក់អញ្ចឹងដូចចេះតកកមកអញ្ចឹងឡងទឹកជក់ស៊ុបមកស៊ុបកាត់មុខគាត់គាត់ថារបស់នេះមកភពចូលដើមឈើបាត់ឈឹងមកអត់មានមកចេញរូបរាងអីឲ្យឃើញទេតែគាត់ថាសំលេងស្រីស្អាតក្នុងព្រៃព្រោះណាស្រីស្អាតនៅក្នុងព្រៃសំលេងគេដោយសារការលិនថោដោយទឹកសម្រឹកអញ្ចឹងមនុស្សលោកយើងសំលេងអត់បានប៉ុនអ្នកនៅក្នុងព្រៃទេកុំយកមនុស្សទៅប្រៀបជាមួយសំលេងអ្នកនៅក្នុងព្រៃសំលេងអូប៉េរ៉ានៅចាញ់គាត់ទេនៅចាញ់អ្នកក្នុងព្រៃទេសំលេងអ្នកក្នុងព្រៃព្រោះណាស់សំលេងដាក់មកគ្រាន់ដាក់ភ្លឹបដេកលក់ម៉ងគាត់ថាគេអំពេកូនគេអំពេកូនគេអំពេអ្នកចិត្តខាងគេជប់ឡើងសំលេងគេច្រៀងហើយសំលេងហ្នឹងបាច់រោរូបភាពបាច់ទៅរោរូបថាវាអំពេនៅណាវាច្រៀងនៅណាបាច់ទៅរោទេហើយផ្ទៀងទៅជាស្រាប់តែដើមឈើហ្នឹងទៅចេញពីដើមឈើហ្នឹងហើយគាត់ថាចេញពីដើមឈើហ្នឹងវាមានទៅអំពេលើដើមឈើឲ្យឃើញរូបអីទេអត់ទេដើមឈើមួយដើមអញ្ចឹងហើយយកទៅជាទៅស្ដាប់ក្នុងដើមឈើហ្នឹងទៅលឺហើយទៅស្ដាប់ក្នុងដើមឈើហ្នឹងទៅលឺហើយលឺអ្នកហ្នឹងហើយនឹងរបស់ក្នុងព្រៃណាហ្នឹងហើយរហូតចាប់តាំងពីពេលហ្នឹងមកអ្នកទាំងអស់គ្នារហូតចាប់តាំងពីពេលហ្នឹងមកក៏គាត់ចុះពីលើភ្នំមកវិញនៅពេលដែលយើងសុកសាត្រាបន្តិចគាត់ចុះមកវិញណាដឹងគាត់និយាយថាមិនចេះដូចពីភពផ្សេងគ្នាចាប់គាត់ថាចេញតែពីផុតកន្លែងរបស់អ្នកហើយដូចពីភពផ្សេងគ្នាចាប់អត់ដូចគ្នាទេទាំងអាកាសធាតុទាំងអារម្មណ៍ទាំងទស្សនវិជ្ជាដូចពីភពផ្សេងគ្នាអត់ឆឹងយ៉ាងអត់ដូចគ្នាទេយល់ទេបងប្អូន
hay rương đi này tao nhé nhóm thì giấy smarto nhóm giấy cặp bật mùi cho đó smarto nhóm giấy cặp bật nhóm chơi này giấy rương mau chứ nên tao hiện đang xẻ bay rương khác nhóm phải tranh và trâu nhóm từ tua score lại nâng rương khác nhóm phải cai tà lẹ tạ xà lệ nhóm phải cai phải tranh và trâu từ tua score họ lẹ tăng cục này rương khác cả lại khác hạt sơ khác nhóm sập cọt bị ấy khác tại rương rồi bắt lục ta nên nhóm ọt hên xong bây ta phải tranh và trâu bật bịa còn nhóm ọt hên ai bật hai ấy bạn chỉ nhóm ọt hên phải tranh và trâu bị rương rồi bắt lục ta spot chương chọn thô ní tê vật hong lời pha sân sạ xây cháy smart trăng chỉ vật ngày ní sai sai bàn cháy phun phô họ chỉ vật trong ngày sai ọt hiên và tranh và châu lệ bây xa ấy lục ta có lạ sầm bọt hướng này có tan chu bật cho mối nằng cru sa tê cô lay có con mùi bụt bàn nhóm ọt hiên và tranh và châu hướng này lục ta này dậy trầm pan ná sông này dậy trầm pan nè lục ta chu cái này ná sông này dậy cái ọt và tranh và châu lệ smart tục proพายุชีวิตរបស់លោកតានៅមានបច្ចុប្បន្នលោកតាបច្ចុប្បន្នរបស់គាត់78ឆ្នាំ78ឆ្នាំហើយ78ដែរ78ហើយអ្នកនរនេះ2ឆ្នាំទៀតលោកតាបច្ចុប្បន្ន80ហើយចង់ដឹងលោកតានៅណែបច្ចុប្បន្នលោកតានៅអរិយខ្សត់លោកតានៅមានបច្ចុប្បន្នឥឡូវអញ្ចឹងខ្ញុំអត់បញ្ចេញបញ្ចូលទេណារឿងនេះណារឿងផ្សេងខ្ញុំទទួលស្គាល់រឿងខ្លះខ្ញុំសកត់រឿងខ្លះខ្ញុំអត់សកត់ទេរឿងខ្លះខ្ញុំនិយាយធម្មតារឿងខ្លះខ្ញុំនិយាយយ៉ាងអូសបន្លាយតិចរឿងអូសបន្លាយរឿងតិចតែរឿងនេះសុំអត់អស់ទេប៉ុណ្្នឹងចោះតែទាំងអស់នេះ